បាទជ្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំណែនាំបងប្អូនពីប្រភេទmotor 12 V នេះជាប្រភេទ motor 12 V កម្លាំង50 W បាទគឺវាបូមទឹកបានខ្លាំងល្អហើយប្រភេទ motor ពណ៌ធូជែកនេះគឺជាប្រភេទ motor តម្លាក់ក្នុងទឹកដែលវាមានកម្លាំង80 W ប៉ុន្តែវារៀងបូមសោយជាងប្រភេទពណ៌ខ្មៅប៉ុន្តែពណ៌ធូជែកនេះវាអាចបូមទឹកក៏បានបួងប្រេងមួយសុទ្ធក៏បានហើយវាជាប្រភេទតម្លាក់ក្នុងទឹកទំហំវា38លីយើងអាចញាត់ចូលក្នុងកដុងមួយសុទ្ធកដុងខៀវក៏បានកដុងសក៏បានដែរបងប្អូនប៉ុន្តែប្រភេទពណ៌ខ្មៅនោះគឺជាប្រភេទ motor អត់ប្រើខ្ជុងទេគឺវាប្រើដុំដែលឆក់ក្នុងវិលយកតែម្ដងបើប្រភេទ motor ពណ៌ខៀវនេះគឺដូចទៅនឹងmotor ពណ៌ត្រួយចេកដែរប៉ុន្តែវាមកឈប់វាមកគឺមានឲ្យយើងបដូរកន្លែងយើងដោតសយោគឺមាន4ប្រភេទឲ្យយើងរើសយោបងប្អូនទំហំប៉ុណ្ណាយើងអាចមូលដោះដូរវាបានហើយសំណាញ់ការពារនេះគឺជាប្រភេទសំណាញ់អេណុកគឺវាអត់មានច្រេះមានអីទេត្រូវទឹកអីហើយវាមានសភៅណែនាំឲ្យយើងមកកាផ្លេតែម្ដងក៏ប៉ុន្តែmotor ពណ៌ខៀវនេះវារៀងថ្លៃជាងពណ៌ធូជែកហើយពណ៌ខៀវតម្លៃវាដូចទៅនឹងmotor ពណ៌ខ្មៅសម្រាប់បងប្អូនដែលចង់បាននេះអាចតាក់ទងមកលេខទូរស័ព្ទដែលខ្ញុំសរសេរលើបាតដៃនៅដើមវីដេអូមុនហ្នឹងបាទពីលេខ097 45 95 600ឬក៏បងប្អូនអាចតាក់ទងមកលេខ Telegram ខ្ញុំក៏បានដែរ